ថ្ងៃទី15 ខែ11 ឆ្នាំ2025ការវិភាគតារាងប្រចាំថ្ងៃរបស់កូដមីសក្រោមសម្ពាធអ្នកលក់កំពុងគ្រប់គ្រងមីសកំពុងដេញថ្លៃក្រោមចំណុចអប 4045.533 ដែលបង្ហាញពីការបន្តនៃអារម្មណ៍ធ្លាក់ចុះរយៈពេលខ្លីបើតម្លៃនៅតែមិនអាចរងាប់ខ្ពស់ជាងអបបានទិសដៅធ្លាក់ចុះនៅតែមានមីសក៏បរាជ័យក្នុងការរក្សាខ្ពស់ជាងអបមក 4065.357 និងមេ30 4069.0 ផងដែរឥឡូវនេះកម្រិតទាំងនេះបានរួមបញ្ចូលគ្នាបង្កើតបានជាក្រុមរារាំងដ៏ខ្លាំងក្លាដែលពង្រឹងសម្ពាធយ៉ាងធ្ងន់ពន្លឺទាបខ្ពស់ Candles ថ្មីនៅតែមានពណ៌ក្រហមហើយទីផ្សារបានប្រែក្លាយទៅរកទីធ្លាក់ចុះយ៉ាងច្បាស់ខ្សែបង្ហាញពីកម្លាំងចរាចរណ៍ថយខ្សោយខណៈដែល Case នៅតែស្ថិតនៅក្នុងតំបន់ធ្លាក់ចុះទាំងពីរបញ្ជាក់ពីសម្ពាធលក់បន្តប្រសិនបើវាអាចបំបែកខ្ពស់ជាងអបបាន Pivot 1 4072.857 នឹងក្លាយជាថែបបន្ទាប់ទោះជាយ៉ាងណាក៏ដោយវាក៏បន្ថែមមួយស្រទាប់រារាំងដ៏ខ្លាំងផ្សេងទៀតនៅខាងលើនៅទីធ្លាក់ចុះការគាំទ្រដ៏សំខាន់បន្ទាប់គឺ Pivot 2 3937.526 ប្រសិនបើ Pivot 2 មិនអាចផ្ដល់ការគាំទ្របានហើយមីសប្រែក្លាយជាការភ្ជាប់ពាណិជ្ជកម្ម Classic Trade តម្លៃអាចបន្តធ្លាក់ចុះទៅរកការគាំទ្ររយៈពេលវែងនៅម៉ា200 3510.4 ដែលនៅតែរក្សាចនាសម្ព័ន្ធឡើងវិញរយៈពេលវែងទោះបីជាមានភាពខ្សោយបច្ចុប្បន្នក៏ដោយការបដិសេធចំពោះទំនួលខុសត្រូវការវិភាគនេះគឺសម្រាប់គោលបំណងផ្ដល់ព័ត៌មានតែប៉ុណ្ណោះហើយមិនបង្កើតជាដំបូន្មានហិរញ្ញវត្ថុទេ